Rồi, số đây bong bồnទាំងអស់គ្នាជាពិសេសបងប្អូនដែលរៀន IT ហើយក៏ទៅដល់អ្នកដែលជាសាធារណជនទូទៅផងដែរដោយសារថ្ងៃនេះខ្ញុំមានវីដេអូចែកម្លែកមួយពាក់ព័ន្ធជាមួយនឹងយើងមើល YouTube នៅលើ computer ដោយអត់ចង់ឃើញវាបាននេះថាលោតពាណិជ្ជកម្មញ៉ៃញ៉ៃទេន័យថាមើលងាកលោតមើលងាកលោតអញ្ចឹងណាឬមកក៏ពេលវាចូលបត់ថ្មីអញ្ចឹងទៅងាកលោតអញ្ចឹងថ្ងៃនេះខ្ញុំសូមណែនាំពីវិធី2ដែលយើងអាចជ្រើសរើសបានបើសិនជាយើងឆ្លៃមួយណាក៏ធ្វើមួយហ្នឹងទៅប៉ុន្តែវិធីទី1គឺសម្រាប់ខ្ញុំឧទាហរណ៍ថាឥឡូវខ្ញុំចុចចូលទៅបត់នេះមួយបត់នេះខ្ញុំគាត់ថាខ្ញុំ test នៅលើ computer ផ្សេងពេលដែលចូលភ្លាមគឺវាចេញពាណិជ្ជកម្មហើយអញ្ចឹងណាចេញពាណិជ្ជកម្មសិនអញ្ចឹងចេញពាណិជ្ជកម្មសិនបានវាចូលដល់វីដេអូអញ្ចឹងខ្ញុំវិធីទី1របស់ខ្ញុំគឺខ្ញុំប្រើ add on តែ add on នេះខ្ញុំបញ្ជាក់ម្ដងទៀតយើងប្រើបានតែនៅលើបានន័យថានៅលើតែ Mozilla Firefox ហើយនិង Microsoft Edge ទេ Microsoft Edge ណាដោយសារតែបើយើងនិយាយនៅពីការប្រើលើ Google Chrome គឺវាលែងអនុញ្ញាតឲ្យប្រើadd on ហ្នឹងហើយព្រោះដោយសារតែដូចបងប្អូននឹងស្រាប់ហើយ YouTube វានឹង Chrome វាក្រុមហ៊ុនតែមួយទេអញ្ចឹងគេមិនឲ្យខាតប្រយោជន៍របស់គេទេហើយខ្ញុំក៏បញ្ជាក់ម្ដងទៀតថាខ្ញុំក៏លើកទឹកចិត្តដែរបើសិនជាបងប្អូនមានលុយយើងអាចបង់ជា YouTube Premium អីទៅហើយយើងអាចមើលបានតែបើសម្រាប់តែយើងមិនសូវជាមើលឬមួយក៏អីទេយើងអាចប្រើ add on អញ្ចឹងណាអញ្ចឹងសម្រាប់ browser នៅលើ Mozilla Firefox អញ្ចឹងយើងអាចចូលទៅទី1យើងអាចមកបើសិនជាយើងអត់ទាន់ឃើញវាកន្លែងនេះទេយើងអាចចូលទៅក្នុងកន្លែងឆ្នោត3នេះហើយយើងចុចលើឆ្នោត3ហ្នឹងហើយយើងយកពាក្យថា extension and theme extension and theme ហើយវានឹងមកនេះយើងមើលខាងឆ្វេងនេះវាមាន theme នៅនឹង extension អញ្ចឹងយើងមកកន្លែង extension ហ្នឹងហើយយើងចុច search មកយើងយកពាក្យថា EdgeGuard នេះ EdgeGuard ដូចក្នុងនេះអញ្ចឹងខ្ញុំ search ពាក្យថា EdgeGuard អញ្ចឹង search ពាក្យថា EdgeGuard អូខេអញ្ចឹងដោយសារតែខ្ញុំបាន add វារួចហើយនេះខ្ញុំ add វារួចហើយអញ្ចឹងវាមានពាក្យ remove មកវិញហើយអញ្ចឹងបើសិនជាពេលយើងអត់ទាន់ add ទេយើងចុចកន្លែងហ្នឹង install វាទៅ add វាទៅអញ្ចឹងពេលដែលរួចរាល់វានឹង load មកខាងលើនេះអញ្ចឹងពេលដែលវា load មកខាងលើនេះហើយវានឹងចេញទាំងបែបនេះយើងអាចចុចបិទវាក៏បានឬមកក៏ចុចបើកវាក៏បានដែរអញ្ចឹងបើសិនជាយើងចង់ឲ្យវា load ពាណិជ្ជកម្មធម្មតាយើងចុចបិទវាទៅតែបើសិនជាយើងចង់ឲ្យវាបិទពាណិជ្ជកម្មអូខេយើងចុចបើកវាទៅហើយ EdgeGuard នេះយើងមិនបាច់ចាំបារម្ភទេវាអត់មានមេរោគឬមួយក៏អីទេព្រោះអាហ្នឹងវាជាគេហៅថារបៀប community បានន័យថាជា software មួយបែប community ដែលគេធ្វើវាឡើងមកសម្រាប់នេះចឹងណាបានន័យថាមាន team មួយក្រុមដែលគេបង្កើត EdgeGuard ហ្នឹងមកដើម្បី block ad ពាណិជ្ជកម្មនេះលើ YouTube អញ្ចឹងទៅអញ្ចឹងអូខេឥឡូវអញ្ចឹងនេះជាដំណោះស្រាយឬមកក៏វិធីទី1ប៉ុន្តែបើវិធីទី2យើងអត់ចាំបាច់ទៅ install បានន័យថាយើងអត់ចាំបាច់ទៅ install EdgeGuard អីហ្នឹងទេបានន័យថាយើងទៅ download កម្មវិធីមួយឈ្មោះថា Brave អញ្ចឹង Brave នេះគឺវាអត់ចាំបាច់ add អីឬមួយក៏អីទេព្រោះកម្មវិធី Brave នេះវាជាកម្មវិធី browser មួយបើក website បើកអីដូចយើងទូទៅមើល YouTube មើលបានដូចគ្នាអញ្ចឹងគឺបានន័យថាកម្មវិធីមួយហ្នឹងគឺវាបានន័យថាវា auto block ad តែម្ដងវា auto block ad តែម្ដងវាអត់ចាំបាច់យើងទៅ add extension ទេហើយមិនមែនតែ add ទៅ YouTube ទេមិនមែនតែពាណិជ្ជកម្ម YouTube ទេសូម្បីតែ website ណាដែលវាភ្ជាប់ជាមួយនឹងពាណិជ្ជកម្មអីផ្សេងគឺបានន័យថាវាបិទ auto បន្តិចវា block ad ហ្នឹង auto បន្តិចវាអត់ឲ្យមាននៅក្នុង browser ហ្នឹងទេអញ្ចឹងបងប្អូនអាចបើសិនជាយកជំរើសទី2នេះក៏ល្អដែរបានន័យថាយើងប្រើដាក់ទៅ browser ឬមួយយើង block បានគ្រប់ ad ទាំងអស់គ្រប់ពាណិជ្ជកម្មទាំងអស់មិនថាយើងចូល website មួយណាទេហើយកម្មវិធី Brave នេះគឺវាបានន័យថាបើយើងនិយាយពី security របស់វាឥឡូវនេះក៏វាខ្លាំងដែរវាមិនចាញ់អាចនិយាយថាវាមិនចាញ់កម្មវិធីផ្សេងទេអាចនិយាយថាសឹងតែថាខ្លាំងជាងនេះផងខ្លាំងជាងChromeខ្លាំងជាង Firefox ផងដោយសារតែវាបង្កើតមកគឺវា auto block តែម្ដង auto block ហើយវាមាន security ផ្សេងទៀតអញ្ចឹងថ្ងៃនេះវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេហើយសូមបញ្ជាក់ម្ដងទៀត Brave នេះគឺរូបក្បាលតោនេះពណ៌រៀងទឹកក្រូចនេះអញ្ចឹងវីដេអូនេះថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេប៉ុន្តែខ្ញុំបញ្ជាក់ចុងក្រោយគឺខ្ញុំនៅតែលើកទឹកចិត្តឲ្យបងប្អូនប្រើឬមួយក៏មានថវិកាអាចបង់យក YouTube Premium ទៅព្រោះហ្នឹងវាក៏ជាការលើកទឹកចិត្តមួយដល់បងប្អូនយើងជាពិសេសខ្មែរយើងដែលគាត់ធ្វើជា content YouTube ដូចជាខ្ញុំជាដើមអីអញ្ចឹងបើសិនជាបងប្អូនបង់ជា Premium ទៅក៏គេគិតលុយគិតកាក់ទៅដល់វីដេអូដែលបងប្អូនកំពុងតែមើលនឹងដែរអញ្ចឹងណាអញ្ចឹងអរគុណច្រើនសម្រាប់វីដេអូខ្ញុំមានតែប៉ុណ្្នេះទេអញ្ចឹងបងប្អូនអាចយកទៅអនុវត្តបានស្រេចលើការបងប្អូនចង់ជ្រើសរើសទេយកវិធីទី1ឬមួយក៏វិធីទី2អរគុណច្រើន